វាបានលាក់ចុះ$55នៅក្នុងមួយដំឡឹងបើយើងធៀបជាមួយនឹងការបើកផ្សារកាលពីព្រឹកថ្ងៃសុក្រសម្រាប់ថ្ងៃនេះថ្ងៃទី6ខែមេសាឆ្នាំ2026តម្លៃហាងឈីមៀបានបើកផ្សារក្នុងតម្លៃ$4,635នៅក្នុងមួយអោននៅទីផ្សារអន្តរជាតិឬក៏ស្មើនឹងប្រមាណ$5,584នៅក្នុងមួយដំឡឹងនៅទីផ្សារប្រទេសកម្ពុជាបើយើងគិតត្រឹមម៉ោង9:00នាទីនេះតម្លៃហាងឈីមៀគេកំពុងតែជួញដូរក្នុងតម្លៃ$4,630នៅក្នុងមួយអោននៅទីផ្សារអន្តរជាតិបើយើងគិតជាតម្លឹងវិញគឺស្មើនឹងប្រមាណ$5,578នៅក្នុងមួយតម្លឹងនៅទីផ្សារប្រទេសកម្ពុជាហើយសម្រាប់នេះផងដែរតម្លៃហាងឈីមៀអាចនឹងរត់តម្លៃ$4,305នៅក្នុងមួយអោនតែតម្លៃ$5,045នៅក្នុងមួយអោននៅទីផ្សារអន្តរជាតិហើយនៅជំនេះយើងមានព័ត៌មានសំខាន់មួយនៅខាងសហរដ្ឋអាមេរិកទាក់ទងជាមួយនឹង ISM Manufacturing PMI ដែលចេញនៅម៉ោង9:00នាទីព័ត៌មាននេះផងដែរអាចនឹងធ្វើឲ្យតម្លៃហាងឈីមៀមានការប្រែប្រួលចន្លោះពី$10ទៅ$30នៅក្នុងមួយអោននៅទីផ្សារអន្តរជាតិសម្រាប់បងប្អូនចង់រៀនពីការកក់ហាងឈីមៀនៅលើទីផ្សារអន្តរជាតិក៏ដូចជាចង់បង្កើតគណនីកក់ហាងឈីមៀនៅលើទីផ្សារអន្តរជាតិបងប្អូនអាចឆាតមកកាន់Facebook Pageនៅខាងលើឬក៏តាក់ទងតាមរយៈ Link Telegram នៅខាងលើ Caption អរគុណ